ក្រុមអាកាសយានិកចំនួន5នាក់បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅលើយន្តហោះដឹកទំនិញមួយគ្រឿងក្នុងប្រទេសប៉ាគីស្ថានយន្តហោះដឹកទំនិញមួយគ្រឿងរបស់ក្រុមហ៊ុនអាកាសចរ K2 Airways បានបាត់ខ្លួនយ៉ាងអាថ៌កំបាំងនៅក្បែរឆ្នេរសមុទ្រជាប់កំពង់ផែនៃទីក្រុងការ៉ាឈីក្នុងប្រទេសប៉ាគីស្ថានកាលពីយប់ថ្ងៃអង្គារទី7ខែកក្កដាឆ្នាំ2026យន្តហោះដឹកទំនិញមួយគ្រឿងដែលបានបាត់ខ្លួននោះគឺជាប្រភេទយន្តហោះ Boeing 737-400 ដោយមានផ្ទុកសមាជិកក្រុមអាកាសយានិកចំនួន5នាក់នៅលើយន្តហោះនោះផងដែរយន្តហោះដឹកទំនិញមួយគ្រឿងនេះបានបាត់ការតាក់ទងទាំងស្រុងនៅពេលដែលយន្តហោះមួយគ្រឿងនេះរៀបចុះចតនៅកំពង់ផែនៃទីក្រុងការ៉ាឈីបើគិតមកដល់ថ្ងៃទី8ខែកក្កដាឆ្នាំ2026នេះក្រុមអ្នកជំនាញនៅតែមិនទាន់ទទួលដំណឹងឬក៏ទទួលបានសញ្ញាអ្វីសូម្បីតែបន្តិចអំពីយន្តហោះបាត់ខ្លួនមួយនេះអាជ្ញាធរអាកាសយានដ្ឋាននៃប្រទេសប៉ាគីស្ថានបានអះអាងថាប្រតិបត្តិការស្វែងរកនិងការជួយសង្គ្រោះកំពុងដំណើរការលើសមុទ្រគេមិនទាន់អាចដឹងភ្លាមៗអំពីមូលហេតុនៃការបាត់ខ្លួនរបស់យន្តហោះដឹកទំនិញមួយនេះនោះទេយន្តហោះដឹកទំនិញប្រភេទ Boeing 737 ដំណើរការដោយក្រុមហ៊ុន K2 Airways ដែលមានមូលដ្ឋាននៅក្នុងទីក្រុងការ៉ាឈីនៃប្រទេសប៉ាគីស្ថានយន្តហោះដឹកទំនិញមួយប្រភេទនេះបានដឹកទំនិញទៅមករវាងទីក្រុងការ៉ាឈីនៃប្រទេសប៉ាគីស្ថាននិងទីក្រុងសាចានៃសហព័ន្ធអេមីរ៉ាតអារ៉ាប់រួមមានសេចក្តីរាយការណ៍ថាមុនពេលយន្តហោះមួយនេះបាត់ខ្លួនយន្តហោះនេះគឺមានបញ្ហាប្រព័ន្ធនាំផ្លូវឬក៏ប្រព័ន្ធស្វែងរកទិសដៅនៅយប់ម៉ោងជាង9ទិន្នន័យរ៉ាដាបានបង្ហាញថាយន្តហោះដឹកទំនិញប្រភេទ Boeing 737 វាបានទម្លាក់ខ្លួនយ៉ាងលឿនដើម្បីចុះចតតែរំពេចនោះក៏ស្រាប់តែយន្តហោះមួយប្រភេទនេះវាបែរជាបែរក្បាលទៅទិសដៅផ្សេងទៅវិញដែលខុសពីគន្លងផ្លូវដែលត្រូវចុះចតហើយរ៉ាដានិងវិទ្យុតាក់ទងក៏ចាប់លែងបានពីការតាក់ទងនៃយន្តហោះដឹកទំនិញមួយនេះកម្លាំងយោធានិងមន្ត្រីស៊ីវិលជាច្រើនអ្នកនៅប្រទេសប៉ាគីស្ថានបានរួមកម្លាំងគ្នាក្នុងប្រតិបត្តិការស្វែងរកយន្តហោះដែលបានបាត់ខ្លួននេះដោយពួកគេបានដាក់ពង្រាយឧបករណ៍នានាទាំងលើអាកាសទាំងលើផ្ទៃសមុទ្រដើម្បីស្វែងរកដានឬក៏សញ្ញានៃការបាត់ខ្លួនរបស់យន្តហោះមួយប្រភេទនេះជាមួយគ្នានេះដែរយោធាប្រទេសប៉ាគីស្ថានថែមទាំងបានបញ្ជូននាវាចម្បាំងយ៉ាងប្រញាប់ប្រញាល់ទៅកាន់តំបន់បាត់យន្តហោះខណៈដែលយន្តហោះដែលចូលរួមជួយរុករកកំពុងតែបន្តស្វែងរកនៅលើផ្ទៃសមុទ្របើយោងតាមការបញ្ជាក់ផ្លូវការពីក្រុមហ៊ុនអាកាសចរយន្តហោះមួយប្រភេទនេះមិនមានផ្ទុកអ្នកដំណើរនោះទេគឺមានតែសមាជិកក្រុមការងារចំនួន5នាក់តែប៉ុណ្ណោះក្នុងនោះរួមមានពីលិតចំនួន2នាក់ជាអ្នកបញ្ជាការហោះហើរនិងជាអ្នកដែលតាក់ទងមកប៉មបញ្ជាដើម្បីស្នើសុំជំនួយរុករកទិសដៅមុនពេលដាច់ទំនាក់ទំនងចំណែកឯមនុស្ស2នាក់ទៀតគឺជាវិស្វករអាកាសចរដែលធ្វើដំណើរទៅជាមួយដើម្បីជួយពិនិត្យនិងថែទាំបច្ចេកទេសយន្តហោះរីឯម្នាក់ទៀតគឺជាអ្នកគ្រប់គ្រងក្នុងការផ្ទុកទំនិញដែលមានតួនាទីជាអ្នករៀបចំនិងធានាសុវត្ថិភាពទម្ងន់ផ្ទុកនៅលើទូកុងតឺន័រយន្តហោះប្រវត្តិនិងអាយុកាលរបស់យន្តហោះដែលបានបាត់ខ្លួនយន្តហោះដែលបានបាត់ខ្លួនគឺជាយន្តហោះដឹកទំនិញប្រភេទ Boeing 737 យន្តហោះមួយនេះធ្លាប់មានប្រវត្តិឆ្លងកាត់ការប្រើប្រាស់ដ៏វែងឆ្ងាយនិងធ្លាប់ផ្លាស់ប្ដូរមុខងារពីយន្តហោះដឹកអ្នកដំណើរមកជាយន្តហោះដឹកទំនិញអាយុកាលនៃយន្តហោះដឹកទំនិញដែលបានបាត់ខ្លួននេះយន្តហោះនេះត្រូវបានផលិតឡើងនៅក្នុងអំឡុងឆ្នាំ1999គិតមកដល់ឆ្នាំ2026នេះវាមានអាយុកាល27ឆ្នាំហើយការប្រើប្រាស់ដំបូងនៃយន្តហោះមួយប្រភេទនេះគឺជាយន្តហោះដឹកអ្នកដំណើរហើយវាបានចាប់ផ្ដើមហោះហើរដំបូងជាប្រភេទយន្តហោះដឹកអ្នកដំណើរឲ្យក្រុមហ៊ុនអាកាសចរជាតិរុស្ស៊ី Aeroflot នៅក្នុងអំឡុងឆ្នាំ1999និងក្រោយមកយន្តហោះមួយនេះបានផ្ទេរទៅឲ្យក្រុមហ៊ុនមួយដែលមានឈ្មោះថា Garuda Indonesia នៅក្នុងឆ្នាំ2004ការបំលែងពីយន្តហោះដឹកអ្នកដំណើរមកជាយន្តហោះដឹកទំនិញនៅក្នុងអំឡុងឆ្នាំ2012យន្តហោះមួយប្រភេទនេះត្រូវបានគេកែច្នៃបំលែងពីយន្តហោះដឹកអ្នកដំណើរមកជាយន្តហោះដឹកទំនិញវិញដោយធ្លាប់ប្រតិបត្តិការឲ្យក្រុមហ៊ុនដឹកជញ្ជូនល្បីៗជាច្រើនមានដូចជាក្រុមហ៊ុន TNT Airways និងក្រុមហ៊ុន ASL Airlines
ដោយឡែកយន្តហោះមួយប្រភេទនេះត្រូវបានក្រុមហ៊ុនឯកជនរបស់ប៉ាគីស្ថានដែលមានឈ្មោះថា K2 Airways ដែលបានបង្កើតក្រុមហ៊ុននេះឡើងនៅក្នុងអំឡុងឆ្នាំ 2018 ក្រុមហ៊ុន K2 Airways ក៏បានទិញយន្តហោះមួយប្រភេទនេះមកប្រើប្រាស់នៅក្នុងខែកក្កដាឆ្នាំ 2024 អ្វីដែលគួរឲ្យកត់សម្គាល់នោះវាគឺជាយន្តហោះតែមួយគត់នៅក្នុងវងយន្តហោះរបស់ក្រុមហ៊ុនមួយនេះមកដឹងអំពីទិន្នន័យហោះហើរចុងក្រោយនៃយន្តហោះ Boeing 737 បើយោងទៅតាមទិន្នន័យពីគេហទំព័រតាមដានជើងហោះហើរ Flightradar 24 យន្តហោះមួយគ្រឿងនេះបានចតសម្រាកនិងមិនទាន់បានហោះហើរទាស់តែសោះចាប់តាំងពីថ្ងៃទី 28 ខែមិថុនាមកម្លេះពលគឺវាទើបតែហោះហើរឡើងវិញនៅថ្ងៃកើតហេតុគឺនៅថ្ងៃទី 7 ខែកក្កដាឆ្នាំ 2026 នេះឯងមុនពេលយន្តហោះមួយនេះបានបាត់ដានយន្តហោះនេះបានធ្វើចលនាឡើងចុះយ៉ាងគំហុកខុសប្រក្រតីដែលបានហោះឡើងទៅកម្ពស់ 35,000 ហ្វីតរួចវាបានធ្លាក់ចុះមកវិញប្រហែល 5,600 ហ្វីតបន្ទាប់មកវាក៏បានហក់ស្ទុះឡើងទៅលើវិញក្នុងកម្ពស់ 7,200 ហ្វីតរួចយន្តហោះមួយនេះក៏បានធ្លាក់ចុះយ៉ាងលឿនមុនដាច់រ៉ាដាតាក់ទងស្ថានភាពបច្ចុប្បន្ននេះក្រុមអ្នកជួយសង្គ្រោះកំពុងតែស្វាស្វែងដើម្បីតាមរកយន្តហោះដែលបានបាត់ខ្លួននោះដោយមន្ត្រីជំនាញបានសង្ស័យថាយន្តហោះមួយនេះអាចនឹងធ្លាក់ចូលទៅក្នុងសមុទ្រដោយក្នុងនោះក្រុមអ្នកជួយសង្គ្រោះកំពុងតែធ្វើការរុករកប៉ុន្តែពួកគេកំពុងតែជួបឧបសគ្គផងដែរដោយសារតែស្ថានភាពរលកសមុទ្រខ្លាំងពេកនៅក្នុងរដូវមូសុងដោយក្រុមអ្នកជំនាញបានលើកឡើងទៀតថាដើម្បីស្វែងរកបំណែកយន្តហោះនៅក្នុងសមុទ្រអារ៉ាប់ក្នុងក្តីសង្ឃឹមថាពួកគេនឹងអាចរកឃើញប្រអប់ខ្មៅដើម្បីដឹងអំពីមូលហេតុពិតប្រាកដដែលបណ្ដាលឲ្យយន្តហោះមួយនេះបាត់ខ្លួន